នៅខេត្តកំពតប្រជាពលរដ្ឋប្រមាណជា7,000 នាក់បានទទួលសេវាពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនម៉ាណីហើយការទទួលបានការព្យាបាលនេះគឺដោយឥតគិតថ្លៃនោះទេការបើកឲ្យមានការពិនិត្យព្យាបាលនេះគឺធ្វើឡើងនៅក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងតុងដែលធ្វើឡើងនៅថ្ងៃទី17 ខែឧសភាឆ្នាំ2026 ឯកឧត្តមលេងផាលីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានមានប្រសាសន៍ថាដោយមានការចង្អុលបង្ហាញដោយសមានធម៌ដ៏ប៉ិនប្រសប់ដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន783នាក់នឹងនាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាពវគ្គសង្គ្រោះបឋមនិងពិនិត្យព្យាបាលជំងឺចែកឱសថផ្ដល់សេវារួមទាំងស្បៀងអាហារដែលមានជាស្បៀងអាហារជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅឃុំដងតុងស្រុកដងតុងនៃខេត្តកំពតដោយឥតគិតថ្លៃចំនួន7,236នាក់ការពិនិត្យពិគ្រោះពិនិត្យនិងព្យាបាលជំងឺរួមមានជំងឺទូទៅអប់រំសុខភាពជំងឺផ្លូវចិត្តជំងឺទូទៅផ្នែកកុមារជំងឺរោគស្ត្រីជំងឺរដូងបាតជំងឺសួតក្រពះពោះវៀនជំងឺផ្លូវដង្ហើមនិងប្រដាប់រំលាយអាហារជំងឺសើស្បែកជំងឺព្រូនជំងឺស្លេកស្លាំងជំងឺសន្លាក់ឆ្អឹងជំងឺរលាកថ្លើមជំងឺកាមរោគជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ជំងឺភ្នែកសុខភាពមាត់ធ្មេញជំងឺទឹកនោមផ្អែមជំងឺបេះដូងលើសឈាមត្រចៀកច្រមុះបំពង់កតម្រងនោមអេកូសាសម៉ាស៊ីនផ្លុំរោគមេរោគក្រពះតាមរយៈខ្យល់ដង្ហើមនិងការវាស់ចង្វាក់បេះដូងដោយមានមន្ទីរពិសោធន៍វិភាគឈាមហើយនឹងការវះកាត់តូចរួមទាំងការព្យាបាលរបួសនិងមានចែកវ៉ែនតាចំនួន500ផងដែរនៅក្នុងឱកាសនោះអាយដាមបណ្ឌិតម៉ៅធនិនអភិបាលខេត្តកំពតបានពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតក៏ដូចជាឯកឧត្តមហ៊ុនម៉ាណីអភិបាលសុភ័យតុឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅពេលនោះផងដែរអាដាមម៉ៅធនិនបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីនិងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនម៉ាណីដែលបានអញ្ជើញមកកាន់ខេត្តកំពតនៅពេលនេះដោយមានគ្រូពេទ្យជំនាញមានបទពិសោធន៍ល្អៗទាំងក្នុងនិងក្រៅប្រទេសមានឧបករណ៍ទំនើបរបៀបរបបធ្វើការល្អប្រកបដោយគុណភាពថែមទាំងបានលះបង់នូវធនធានមនុស្សធនធានហិរញ្ញវត្ថុពេលវេលាដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋជាតិមាតុភូមិដោយមិនខ្លាចការនឿយហត់តាមរយៈនៃការពិនិត្យពិគ្រោះព្យាបាលជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងតុងនៅពេលនេះហើយកិច្ចការជាច្រើនដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាដាមហ៊ុនម៉ាណីបានបន្តអនុវត្តមិនមែនតែខេត្តកំពតទេគឺថាបានអនុវត្តគ្រប់ទីកន្លែងទាំងអស់ដែលធ្វើយ៉ាងណាគឺដើម្បីចូលរួមកិច្ចការងារសង្គមជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំនៅតាមមូលដ្ឋាននោះ